ដល់ខែបុណ្យទានអញ្ចឹងយល់អារម្មណ៍បងប្អូនដែលទៅធ្វើការនៅឆ្ងាយស្រុកកំណើតប្រកាសជានឹកផ្ទះនឹកភូមិមិនស្ទើរទេតែអ្នកនៅផ្ទះក៏នឹកអ្នកទៅធ្វើការឆ្ងាយដូចតែគ្នាដែរពិសេសម៉ែប៉ាតឹងចាំមើលផ្លូវថាពេលណាបានមកលេងបើកូនច្រើនអត់អីទេតែបើកូនតិចដូចម៉ែខ្ញុំវិញស្ងាត់ឲ្យជ្រាបផ្ទះអត់ទាន់បានត្រៀមខ្លួនផងរដូវកាលសម្លចាប់ឆាយឆាមីបានមកដល់ទៀតបាត់ពេលសែនក្បាលទឹកម្ដងតែបងប្អូនយំធ្វើម្ហូបអីខ្ញុំមានខឆាមីចាប់ឆាយតែចាប់ឆាយនឹងអត់សូវធ្វើម៉ាទេឆ្នាំនេះរៀងកំសត់ដោយសារបងប្អូនអត់បានមកជុំគ្នាមានតែខ្ញុំពីអ្នកបងស្រីធំអញ្ចឹងម្ហូបក៏កាត់បន្ថយតាមនឹងដែរបើច្រើនពេកសល់ក៏មិនសូវល្អពេលព្រឹកឡើងតែខ្ញុំដាក់បាតលោករាល់ថ្ងៃម្ហូបដែលកំពុងធ្វើនឹងអត់ទាន់ឆ្អិនម៉ែបញ្ញាពេកក៏ទាញសំនឹងដុកទ័រអាឡូជាមួយនឹងបច្ច័យតិចតួចប្រកេនលោកតែម្ដងដុកទ័រអាឡូនឹងជាទឹកប្រទាលកតុយកពើបានឆាន់ឬក៏ពិសាជំនួយស្បែកជំនួយប្រព័ន្ធរំលាយអាហារបង្កើតភាពស៊ាំហើយផ្ដល់សំណើមនិងប្រសាទជាតិពុលបានល្អពិសេសធ្វើឲ្យខ្យល់ដង្ហើមយើងស្រស់ថ្លាញ៉ាំពិសាបានគ្រប់វ័យចាប់ពីក្មេងៗរហូតដល់មនុស្សចាស់គុណភាពល្អហើយអនាម័យខ្ពស់ទៀតជាផលិតផលរបស់ប្រទេសកូរ៉េក្នុងការបន់ជុំបិណ្ឌនេះជ្រើសរើសទឹកប្រទាលកតុយកពើដុកទ័រអាឡូសម្រាប់ជូនយាយតាម៉ាក់ប៉ាលោកគ្រូអ្នកគ្រូឬក៏ប្រគេនព្រះសង្ឃពិតជាស័ក្តិសមមែនតើឆាមីឆ្នាំនេះម៉ែសុំដូរម៉ូដរាល់ឆ្នាំឆាជាមួយទៅស្ដេចបន្ទោសទេតែឆ្នាំនេះគាត់ចង់ថែមបន្លែផ្សេងអញ្ចឹងកូនមានតែដូរតាមគាត់ចង់ធ្វើពិសេសរាល់ឆ្នាំឲ្យតែមានពេលបន់ទានបងស្រីធំរបស់ខ្ញុំនឹងឯងគាត់បកកែធ្វើម្ហូបឲ្យឆ្ងាញ់គ្រប់មុខឆាមីចំណូលចិត្តលេខ1ហើយសម្រាប់កូនចៅម៉ែទាំងអស់ម្ហូបផ្សេងមានសាច់ច្រើនយ៉ាងណាទេតែឆាមីហ្នឹងគឺម្នាក់មួយចានម្នាក់មួយចានញ៉ាំជំនួសបាយហ្មងសែនក្បាលទឹកជាប្រពៃណីរបស់កូនចៅចិនតែហេតុអីបានយើងសែនដែរបើយើងនៅខ្មែរដោយសារតែទម្លាប់តាំងពីដូនតាមកជាប្រពៃណីឲ្យទៅដល់ខែដល់ថ្ងៃគឺឃើញគាត់រៀបចំម្ហូបអាហារដាក់សែនអញ្ចឹងតែម្ដងអញ្ចឹងយើងជាកូនចៅគឺមានទម្លាប់រក្សាតាមអ្វីដែលគាត់បានធ្វើហើយអត់កំណត់ថាក្នុងវាយសែនត្រូវតែមានរបស់នេះរបស់នោះទេយើងធ្វើតាមលទ្ធភាពរបស់យើងមានអីយើងដាក់នឹងនៅតាមផ្ទះធ្វើរៀងខ្លួនតែដោយសារម៉ែកូនបងហើយម៉ានឹងកង់នៅជាមួយម៉ែនៅក្នុងផ្ទះហ្នឹងអញ្ចឹងកូនចៅផ្សេងទៀតដែលនៅក្នុងភូមិមួយគ្នាហ្នឹងមកអុជធូបមកសែននៅកន្លែងហ្នឹងជាមួយគ្នាដែរសែនរួចជាទម្លាប់គឺញ៉ាំបាយជុំគ្នាក្នុងគ្រួសារចុះខាងបងប្អូនវិញមានទម្លាប់មិនដែរអរគុណច្រើនបាយបាយ